ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំចែករំលែកចំណេះដឹងមួយពាក់ព័ន្ធទៅនឹងការធ្វើកសិកម្មដំបូងសម្រាប់បងប្អូនដែលគាត់មានពេលវេលាតិចតួចអញ្ចឹងបើបងប្អូនមានការងារស្នូលមានប្រាក់ចំណូលទៀងទាត់ប្រចាំខែបងប្អូនអាចងាកមកមើលការចិញ្ចឹមសត្វឬក៏ដាំដំណាំបន្លែបង្ការជុំវិញផ្ទះដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទោះវាជាប្រាក់ចំណូលតិចតួចក្តីប៉ុន្តែវាអាចជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់យើងអញ្ចឹងប្រាក់ខែរបស់យើងអាចទុកវាសម្រាប់ធ្វើគម្រោងធំឬក៏ចំណាយអីដែលចាំបាច់បងប្អូនដំបូងបងប្អូនកុំគិតធំកុំគិតគម្រោងចិញ្ចឹមលក្ខណៈធំដុំព្រោះយើងនៅមិនទាន់មានបទពិសោធន៍ធ្វើទៅលើវាមិនថាចិញ្ចឹមសត្វឬក៏ដាំដំណាំអញ្ចឹងជាដំបូងបងប្អូនគិតតូចតាចសិនបើបងប្អូនចិញ្ចឹមមាន់ឬក៏ទាបងប្អូនអាចដាក់មេបាពូជ3ទៅ5ក្បាលបើបងប្អូនចិញ្ចឹមគោបងប្អូនអាចដាក់មេ2ទៅ3ក្បាលហើយគោបងប្អូនងាយស្រួលទេបងប្អូនគ្រាន់តែច្រូតយើងប្រមូលចម្បាំងទុកសម្រាប់តម្រូវការរបស់វានៅខែប្រាំងខែដែលអត់សូវមានស្មៅចំពោះមាន់ទាបងប្អូនអាចដាំជាចកអាសូឡាឬក៏បងប្អូនអាចដាំជាស្លឹកឆៃយ៉ាឬក៏បន្លែត្រកួនជាដើមដើម្បីទុកផ្សំជាចំណីសម្រាប់មាន់និងទាបងប្អូនមានដីរាងដីត្នេធំអត់ទាន់មានដំណាំអីបងប្អូនអាចសាកល្បងបានយើងដាក់មេបាមាន់3ទៅ5ក្បាលយើងមានដាំត្រកួនដាំជាចកអាសូឡាជុំគៀនរបងយើងអាចដាក់ជាដើមឆៃយ៉ាដើម្បីទុកធ្វើជាចំណីរបស់មាន់និងទាអញ្ចឹងយើងកាត់បន្ថយការទិញចំណីមកពីទីផ្សារហើយបងប្អូនអាចដាំបន្លែផ្សេងទៀតដូចជាសាឡាត់ដូចជាននោងជាដើមដើម្បីយើងទុកធ្វើជាម្ហូបអាហារសម្រាប់គ្រួសារយើងហើយបើផ្លែច្រើនសល់យើងអាចលក់ទៅអ្នកជិតខាងយើងបងប្អូនដំបូងបងប្អូនកុំគិតធំកុំចង់ធ្វើអីដែលធំចិញ្ចឹមលក្ខណៈធំឬក៏ដាំដំណាំលក្ខណៈខ្នាតធំយើងដាំតែជុំវិញផ្ទះបន្តិចបន្តួចចិញ្ចឹមមាន់ពីតិចទៅច្រើនហើយយើងលក់ឲ្យតែអ្នកជិតខាងយើងទៅដំបូងយើងកុំតន់គិតទៅដល់លក់ច្រើនលក្ខណៈរាប់គីឡូរាប់តោនទៅលើទីផ្សារព្រោះយើងមិនទាន់មានបច្ចេកទេសទៅលើវាច្បាស់លាស់ហើយម្យ៉ាងទៀតយើងមិនសូវមានដើមទុនសម្រាប់ការចំណាយនៅពេលដំបូងអញ្ចឹងយើងអាចសាកចាប់ផ្ដើមពីតិចទៅហើយយើងបរិច្បន្តិចម្ដងនៅពេលដែលមាន់ទារបស់យើងហ្នឹងវាកើតច្រើនវារីកចម្រើនយើងអាចទុកជាមេបាពូជបន្ថែមអញ្ចឹងយើងធ្វើអញ្ចឹងទៅយើងអាចជួយជីវភាពយើងបានបងប្អូនយើងកុំទុកពេលវេលារបស់យើងចោលពេលទំនេរពីការងាររបស់យើងបើយើងមានដីជុំវិញផ្ទះរាងធំដែរយើងកុំទុកវាទំនេរទាំងដីទាំងខ្លួនយើងព្រោះយើងអាចបង្កើតចំណូលពីវាបានដោយយើងចំណាយដើមទុនតិចតួចអញ្ចឹងបើបងប្អូន
ចាប់ផ្ដើមធ្វើគំនិតរបស់ខ្ញុំគឺឲ្យបងប្អូនចាប់ផ្ដើមពីតូចទៅធំទី1ដើម្បីសិក្សាពីបទពិសោធន៍ទៅលើអ្វីដែលបងប្អូនធ្វើហ្នឹងមួយទៀតគឺយើងមិនទាន់មានដើមទុនគ្រប់គ្រាន់សម្រាប់បង្កើតវាឲ្យធំអញ្ចឹងយើងធ្វើពីតិចទៅយើងចំណាយលុយក៏តិចដែរហើយវាមិនពិបាកទេសម្រាប់បងប្អូនដែលនៅតាមជនបទតាមស្រុកស្រែចម្ការព្រោះយើងមានដីហើយយើងមានទឹកមានអីសម្រាប់ស្រោចស្រពអញ្ចឹងខ្ញុំគិតថាវាមិនជាបញ្ហាទេអញ្ចឹងបងប្អូនអាចយកគំនិតនេះទៅពិចារណាហើយអនុវត្តបានបើបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ